បាទបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកមើលពីរបៀបស្នើសុំការរកលុយពី Facebook Page បាទជាដំបូងយើងចុចមកកាន់កន្លែង profile របស់យើងមកទៅបន្ទាប់មកយើងរកពាក្យថាផ្ទាំងព័ត៌មានអាជីពបាទយើងចុចកន្លែងហ្នឹងមករបស់យើងអូរកកន្លែងការរកលុយបាទចុចកន្លែងការរកលុយមកទៅកន្លែងដែលយើងស្នើសុំជាតិបងយើងស្នើសុំកន្លែងផ្កាយសិនហ្នឹងហើយផ្កាយវាសិតសំខាន់ប្រហែលនេះតែយើងចេះផ្ញើលេងហ្នឹងលោកបានហ្នឹងបងប្អូនចុចពាក្យថាហើយយើងចុចពាក្យថាខ្ញុំចាប់អារម្មណ៍ចុចកន្លែងហ្នឹងទៅដល់មកយើងដាក់បញ្ជូនចំណាប់អារម្មណ៍ដាក់ហ្នឹងហើយវានឹងស្នើដោយស្វ័យប្រវត្តិហើយនឹងអរគ្នាតើបើយើងចុចចេញមកពីកន្លែងការកាយមកតើបើយើងមើលពាក្យថាជាវការជាវហ្នឹងបន្ទាប់មកយើងក្រោកតែចុចពាក្យខ្ញុំចាប់អារម្មណ៍ហើយបន្ទាប់មកយើងនឹងក្រោកសរសេរពាក្យជាអង់គ្លេសអ្នកគ្នាអ្នកអរគ្នាអាចដាក់តាមខ្ញុំក៏បានដែរនៅលើខ្ញុំ copy paste រួចហើយអ្នកទាំងអរគ្នាអាចសរសេរតាមខ្ញុំបានឬដាក់តាមការពេញចិត្តអ្នកទាំងអស់គ្នាឥឡូវនេះចំណាប់អារម្មណ៍ក៏បានដាក់បញ្ជូនហើយដូចស្នើសុំការរកលុយពី Facebook Page បាទតើបើយើងក្រោស្មើការរកលុយពីមីលីកាម្ដងកន្លែងនេះសំខាន់ណាស់អ្នកទាំងអស់គ្នាយើងអាចរកលុយបានច្រើនបំផុតក្នុង Facebook Page ពេលយើងឃើញបែបនេះហើយយើងក្រោចុចពាក្យថាចំណាប់អារម្មណ៍ដើម្បីយើងក្រោ copy link path ខាងលើតំបាញ់មិញហ្នឹងចូលមកសរសេរដូចកមុនហ្នឹងអ្នកនរគ្នាពេលយើងសរសេរចឹងហើយយើងដាក់បញ្ជូនចំណាប់អារម្មណ៍ពេលនេះយើងរកស្មើការរកលុយពី Facebook ហើយអ្នកនរគ្នាអាចធ្វើតាមខ្ញុំបានដោយធ្វើការដោយការណែនាំរបស់ខ្ញុំខាងលើមកបងប្អូននឹងអាចមានសិទ្ធិក្នុងការរកលុយតាម Facebook Page បាទហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទវីដេអូនេះមានត្រឹមតែប៉ុណ្្នឹងទេនឹងជួបគ្នានៅវីដេអូក្រោយទៀតហ្នឹង